ពាក្យថាទុកផ្លូវក្រោយរបស់ស៊ឺម៉ាអ៊ីឬក្នុងន័យដើមគឺការព្រួយបារម្ភពីបញ្ហាក្រោយពេលស្លាប់គឺជាឃ្លាដែលដកស្រង់ចេញពីក្នុងរឿងសាមកុកវាឆ្លុះបញ្ចាំងពីតថភាពពិតនៃអំណាចការតស៊ូនិងការប្រុងប្រយ័ត្នខ្ពស់បំផុតរបស់កម្ពុជាអ្នកយុទ្ធសាស្ត្រម្នាក់នេះន័យចំតាមសាច់រឿងប្រវត្តិសាស្ត្រនៅក្នុងរឿងសាមកុកស៊ឺម៉ាអ៊ីគឺជាមនុស្សដែលពូកែសង្កេតនិងមានការប្រុងប្រយ័ត្នខ្ពស់បំផុតគាត់បានចំណាយពេលមួយជីវិតដើម្បីដណ្ដើមអំណាចពីត្រកូលឆាវការរៀបចំផែនការទុកជាមុនពេលគាត់ស្លាប់គាត់មានការបារម្ភថាបន្ទាប់ពីគាត់ចែកឋានទៅសត្រូវឬអ្នកដែលចង់សងសឹកនឹងត្រកូលរបស់គាត់អាចនឹងមកកកាយភ្នោឬធ្វើបាបកូនចៅរបស់គាត់ជាដើមការសម្ងាត់នៃទីបញ្ចុះសពគាត់បានបញ្ជាឲ្យគេរៀបចំពិធីបុណ្យសពយ៉ាងសាមញ្ញនិងសម្ងាត់បំផុតដោយមិនឲ្យមានការសាងសង់ចេតិយធំឡើយឬដាក់ទ្រព្យសម្បត្តិមានតម្លៃចូលក្នុងភ្នូទីដើម្បីកុំឲ្យចោរលួចកកាយឬសត្រូវរកឃើញទីតាំងពិតប្រាកដន័យធៀបការអនុវត្តក្នុងជីវិតនិងការងារក្នុងន័យធៀបឃ្លានេះចង់សំដៅលើការគិតគូរពីផលវិបាករយៈពេលវែងឬការត្រៀមលក្ខណៈសម្រាប់ហានិភ័យដែលអាចកើតឡើងនៅពេលដែលយើងលែងមានវត្តមានការគ្រប់គ្រងហានិភ័យសំដៅលើការមើលឃើញពីបញ្ហាដែលអ្នកដទៃមើលមិនឃើញវាមិនគ្រាន់តែដោះស្រាយបញ្ហាចំពោះមុខទេប៉ុន្តែគឺជាការបិទចន្លោះប្រហោងដើម្បីកុំឲ្យមានរឿងអាក្រក់កើតឡើងនៅថ្ងៃក្រោយមរតកនិងនិរន្តរភាពក្នុងវិស័យជំនួញឬនយោបាយវាមានន័យថាការរៀបចំប្រព័ន្ធការងារឲ្យបានរឹងមាំដើម្បីឲ្យស្ថាប័នឬគ្រួសារនៅតែអាចឈរជើងបានយ៉ាងមានសុវត្ថិភាពទោះបីជាមេដឹកនាំឬអ្នកចាត់ចែងចម្បងលែងនៅក៏ដោយការមិនទុកចន្លោះឲ្យសត្រូវបង្ហាញពីភាពចាស់ទុំក្នុងការគិតដែលមិនធ្វេសប្រហែសសូម្បីតែបន្តិចបើទោះបីជាខ្លួនស្ថិតក្នុងស្ថានភាពជោគជ័យហើយក៏ដោយសង្ខេបជារួមមកទុកផ្លូវក្រោយរបស់ស៊ឺម៉ាអ៊ីគឺជាមេរៀននៃការរស់ក្នុងភាពប្រុងប្រយ័ត្នវាបង្រៀនយើងថាមនុស្សឆ្លាតពិតប្រាកដមិនមែនគ្រាន់តែឈ្នះនៅថ្ងៃនេះទេប៉ុន្តែគឺជាអ្នកដែលធានាថាជ័យជំនះនោះនឹងមិនคล้ายជាមហន្តរាយសម្រាប់កូនចៅជំនាន់ក្រោយជាដាច់ខាត